បាទសួស្តីបងប្អូនទាំងអស់គ្នាតោះឥឡូវយើងបន្តចូលដល់ចំណុចទី4បាទចំណុចទី4នេះគេឲ្យបងប្អូន match the sentence helps and write them in your notebook បាទមានន័យថាគេឲ្យបងប្អូនហ្នឹងគូផ្គងប្រយោគដែលមានចំនួនត្រឹមតែពាក់កណ្ដាលហ្នឹងហើយសរសេរពួកវានៅក្នុងសៀវភៅសរសេររបស់អ្នកបាទអញ្ចឹងមានន័យថានៅខាងលេខ1នេះមានពាក់កណ្ដាលហើយខាង A នេះពាក់កណ្ដាលអញ្ចឹងបងប្អូនគូផ្គងវាបញ្ចូលគ្នាទៅដើម្បីឲ្យបានបាទបង្កើតជាប្រយោគមួយពេញលេញណាហើយបងប្អូនសរសេរចូលក្នុងសៀវភៅសរសេររបស់បងប្អូនឧទាហរណ៍ number 1បាទ number 1គេថា take your umbrella បាទសូមយកឆ័ត្ររបស់អ្នកទៅជាមួយផង it might rain ហេតុអីដោយសារថាមេឃប្រហែលជាភ្លៀងណាមេឃប្រហែលជាភ្លៀងអូខេបាទ number 2 hey here let's buy a lottery ticket បាទគេថា hey here តោះទិញស្លឹកឆ្នោតទេទិញឆ្នោតទេបាទតើឥឡូវទិញឆ្នោតដើម្បីអីបាទទិញឆ្នោតនេះ letter H ណា we might win បាទអញ្ចឹងគាត់ឲ្យទិញស្លឹកឆ្នោតទៅពួកយើងប្រហែលជាឈ្នះបាទអញ្ចឹងពួកយើងប្រហែលជាឈ្នះអញ្ចឹងបងប្អូនគូផ្គងមកបាទលេខ2ហ្នឹងគឺ letter H អូខេ letter H number 3 phone Woody restaurant បាទមានន័យថា phone កន្លែងនេះយើងប្រែថាតេឬក៏ហៅទូរស័ព្ទមិនមែនប្រែទៅទូរស័ព្ទទេណាវាជាកិរិយាសព្ទអញ្ចឹងបងប្អូនប្រែថាហៅទូរស័ព្ទទៅហាងរបស់វុធីតើហៅទូរស័ព្ទទៅធ្វើអីឥឡូវបងប្អូនមើលចម្លើយ you might fall it might be too small we might get lost I may be late you might cut yourself they could be full បាទនេះបាទអញ្ចឹងគឺ letter G ណាបាទតេទៅកក់អានឹងលក្ខណៈថាតេទៅហាងហ្នឹងមានទៅកក់តប់ទៅកក់អីទៅពួកវាអាចពេញណាអាចពេញមានន័យថាមានភ្ញៀវចូលពេញអញ្ចឹងទៅយើងអត់កន្លែងអង្គុយអញ្ចឹងទៅលេខ4ពិសិដ្ឋ don't stand on the wall ដល់ពិសិដ្ឋកុំឈរនៅលើជញ្ជាំងតើហេតុអី it might be too small you might fall បាទគឺចម្លើយគឺ you might fall ណាអ្នកប្រហែលជាបាទធ្លាក់ឬក៏ដួលអីចឹងទៅលេខ5 Miss Mom said take a map បាទអ្នកគ្រូមុំនិយាយថាយកផែនទីទៅជាមួយផងហេតុអីបាទ we might get lost នេះ letter C we might get lost ពួកយើងប្រហែលជាវងវែង number 6 Lewan try the shirt on បាទ try the shirt on ហ្នឹងយើងប្រែថាលោអញ្ចឹងមានន័យថាលោអាវនឹងមើលហេតុអីបាទ it might be too small អូខេតែចម្លើយគឺវាប្រហែលជាតូចបាទវាប្រហែលជាតូចជ្រុល it might be too small number 7 hey here don't wait for me មកហេតុអីបានគាត់ឲ្យរងចាំណា don't wait for me នឹងមិនបាច់រងចាំខ្ញុំទេ I may be late បាទ I may be late បាទនេះគឺជាចម្លើយមួយទៀតលេខ8 What I be careful with your knife you might cut yourself letter F មានន័យថាអ្នកប្រហែលជាអាចមុតណាអាចមុតខ្លួនឯងហ្នឹងមានន័យថាមុតដៃមុតអីចឹងទៅyou might cut yourself បាទអញ្ចឹងនៅក្នុងចំណុចលេខ4នេះគឺអត់មានអីពិបាកទេគ្រាន់តែគេឲ្យបងអូនគូផ្គងបាទប្រយោគពាក់កណ្ដាលនៅក្នុងលេខ1ដល់លេខ8ជាមួយនឹងប្រយោគចំនួនពាក់កណ្ដាលទៀតនៅក្នុងបាទចំណុច A ដល់ H បាទតោះទាំងអស់គ្នាយើងបន្តចូលដល់ចំណុចទី5មួយទៀតបាទដោយយើងនិយាយពាក្យថា sorry I can't បាទ sorry I can't នេះគេចង់សម្ដៅថានៅពេលដែលបងអូនមិនអាចធ្វើអ្វីមួយនៅពេលដែលគេពឹងពាក់ហើយបងអូនប្រើដោយពាក្យថាសំទោសឬក៏សោកស្ដាយផងខ្ញុំមិនអាចទេតែឥឡូវបងអូនមើល choose a picture look at the number you've landed on and make up an excuse
why you can do this why you can do the activity try to think of as many crazy reasons as possible why you can do these things បាទតោះឥឡូវយើងបកប្រែមួយ choose a picture នេះមានន័យថាគេឲ្យបងអូនជ្រើសរើសយករូបភាពមួយហើយក៏លេខទៅមើលលេខដែលអ្នកបានបាទជ្រើសរើសយកឬក៏សម្រេចចិត្តយកបាទពាក្យថា land on នេះមានន័យថានៅពេលដែលបងអូនមានជំរើសច្រើនណាជំរើសច្រើនហើយបងអូនសម្រាប់ចិត្តថាយកមួយនៅក្នុងជំរើសទាំងអស់នោះអានឹងគេប្រើពាក្យ land on ឧទាហរណ៍បងអូនមើលខាងក្រោមនេះមានលេខ1បាទលេខ2លេខ3លេខ4រហូតដល់លេខ12អញ្ចឹងជំរើសវាមានច្រើនណាស់អញ្ចឹងតើបងអូនត្រូវយក land on មួយណាហ្នឹងមានន័យថាបងអូនសម្រាប់ចិត្តណាយកមួយណាក្នុងចំណោមបាទ12ហ្នឹងអានឹងគេប្រើពាក្យ land onបាទ land on មានន័យថានៅពេលដែលគេផ្ដល់ជំរឿសឲ្យយើងច្រើនហើយយើងពិចារណាអត់ល្អរួចហើយយើងជ្រើសរើសយកមួយអានេះគេហៅថា land on and make up an excuse why you can do the activity ហើយយើងធ្វើបាទអីគេធ្វើការធ្វើលេសណាយើងបង្កើតជាលេសណា make up an excuse នោះបើយើងបង្កើតជាលេសឬក៏បង្កើតជាការដោះសារថាហេតុអីបានយើងមិនអាចធ្វើអារឿងនឹងបានឧទាហរណ៍ទី1អញ្ចឹងឧទាហរណ៍គេប្រសិនបើគេសួរយើងថា can you នេះបងមើលលេខ1 can you help me with my homework តើអ្នកអាចជួយកិច្ចការផ្ទះខ្ញុំបានទេអញ្ចឹងបងអូនត្រូវព្យាយាមបង្កើតលេសយ៉ាងម៉េចនេះបង្កើតលេសបង្កើតពាក្យដោះសារយ៉ាងម៉េចថាយើងនឹងមិនអាចធ្វើសកម្មភាពនឹងបាន Okay try to think out as many crazy reason as possible why you can do this thing អញ្ចឹងមានន័យថាគេឲ្យយើងព្យាយាមគិតរកហេតុផលឈួតលប់មិនក៏ដោយណា crazy នឹងឈួតលប់មិនក៏ដោយតាមតែអាចធ្វើទៅបានហេតុអ្វីបានជាបងប្អូននឹងមិនអាចធ្វើនៅសកម្មភាពទាំងអស់នឹងបានអូខេឧទាហរណ៍តាបងអូនក៏លេខមើលឧទាហរណ៍ sorry I can because I might help to wash my monkey ឃើញទេនេះគេថាតែជា wash my monkey សោកស្ដាយផងឬក៏សំទោសផងខ្ញុំមិនអាចទេពីព្រោះខ្ញុំប្រហែលជាត្រូវអីគេដោះលាងស្វារបស់ខ្ញុំណាមានតែគាត់ទៅដោះលាងស្វារបស់គាត់ហើយ wash my monkey តោះមួយទៀត start your excuse with sorry I can អញ្ចឹងរាល់ពាក្យដោះសាររបស់បងអូនត្រូវតែចាប់ផ្ដើមឡើងដោយពាក្យនេះ sorry I can ហើយ because អញ្ចឹងមកណា if you can think of an excuse within 5 seconds your partner gets a point មានន័យថាប្រសិនបើបងអូនមិនអាចគិតរកលេសឬក៏រកការដោះសារនឹងក្នុងរយៈពេល5វិនាទីបានទេដៃគូរបស់បងអូននឹងទទួលបានបាទ1ពិន្ទុបាទឥឡូវបងអូនក៏លេខមកមើលរូបភាពណារូបភាព number 1 រហូតដល់រូបភាព number 12អូខេអញ្ចឹងនេះគឺជាអ្វីដែលគេដាក់ឲ្យយើងគឺជាសំណួរដែលគេពឹងពាក់ឲ្យយើងតើយើងត្រូវរកលេសយ៉ាងម៉េចដើម្បីដោះសារបាន Number 1 Can you help me with my homework Number 2 Please help me cook dinner បាទសូមជួយខ្ញុំចម្អិនអាហារពេលល្ងាច Number 3 Can you give me 5,000 real បាទតើអ្នកអាចឲ្យខ្ញុំ 5,000 រៀលបានទេ Number 4 Can you take my brother to the party មានន័យថាអ្នកអាចជូនណាតើអ្នកអាចជូនបងប្រុសរបស់ខ្ញុំទៅពិធីជប់លៀងបានទេ Number 5 បាទ Can I have half of your sandwich មានន័យថាខ្ញុំអាចសូម sandwich របស់អ្នកពាក់កណ្ដាលបានទេ Number 6 Will you come on holiday with me បាទតើអ្នកនឹងមកជាមួយខ្ញុំបានទេនៅថ្ងៃឈប់សម្រាកលេខ7 Number 7 Can I borrow your bicycle បាទមានតើខ្ញុំអាចខ្ចីកង់របស់អ្នកបានដែរឬទេ Number 8 Do you want to play petang tomorrow មានតើអ្នកចង់លេងប៊ូទេនៅថ្ងៃស្អែក
Number 9 I'm helping my grandmother prepare food tomorrow do you want to help too បាទតើអ្នកចង់ជួយទេលេខ10 Will you make me a coffee please បាទមានន័យថាអ្នកអាចឆុង make coffee make coffee មានន័យឆុងកាហ្វេតើអ្នកនឹងឆុងកាហ្វេឲ្យខ្ញុំបាទតើអ្នកឆុងកាហ្វេឲ្យខ្ញុំមកពែងបានទេលេខ11 Will you take a selfie with me មានតើអ្នកអាចថត selfie ជាមួយខ្ញុំបានទេលេខ12 Will you be my friend on Facebook នេះតើអ្នកអាចធ្វើជាមិត្តភ័ក្តិរបស់ខ្ញុំតាម Facebook បានដែរឬទេបាទមានធ្វើមិត្តភ័ក្តិខ្ញុំនៅតាមបណ្ដាញ Facebook ណាអញ្ចឹងបងត្រូវព្យាយាមរកលេសយ៉ាងម៉េចដើម្បីដោះសារណាបាទមានលេសរបស់បងអូននេះគេដាក់ crazy reason នេះមានលេសហ្នឹងបែបស្គួតឡប់មិនក៏ដោយសំខាន់ឲ្យតែដោះសារជាមួយគេបានអូខេតោះឥឡូវកុំឲ្យខាតពេលយូរបងអូនទៅមើលចម្លើយជាឧទាហរណ៍ដែលលោកគ្រូផ្ដល់ឲ្យបាទតោះឥឡូវទាំងអស់គ្នាយើងសូមកលេចមកមើលចម្លើយnumber 1 can you help me with my homework yeah can you help me with my homework អញ្ចឹងលោកគ្រូដាក់ថាបាទនេះ number 1 sorry I can't because I may help to do the laundry បាទអញ្ចឹងមានន័យថាអធិស្ឋានផងឬក៏សុំទូផងសោកស្ដាយផងខ្ញុំមិនអាចទេពីព្រោះខ្ញុំប្រហែលជាត្រូវបោកគក់សម្លៀកបំពាក់ហើយណាអូខេ number 2 okay please help me cook dinner សូមជួយចម្អិនអាហារពេលល្ងាចរបស់ពេលល្ងាចជាមួយខ្ញុំអញ្ចឹងយើងដាក់ថា sorry I can yes sorry I can because I may have to take my sister to school បាទអធិស្ឋានផងខ្ញុំមិនអាចទេពីព្រោះខ្ញុំប្រហែលជាត្រូវបាទជូនបងអូនស្រីរបស់ខ្ញុំទៅសាលារៀនអូខេតោះលេខ3 Can you give me 5,000 រៀលតើអ្នកអាចឲ្យខ្ញុំ 5,000 រៀលបានទេតើអ្នកអាចឲ្យខ្ញុំ 5,000 រៀលបានទេបាទចម្លើយបងអូនមើលបាទ sorry I can បាទសំទោសផងខ្ញុំមិនអាចទេពីព្រោះខ្ញុំប្រហែលជាត្រូវទិញបាទសម្ភារៈថ្នាក់រៀនមួយចំនួនអូខេតោះលេខ4អញ្ចឹងលេខ4គេថាម៉េចលេខ4គេថា Can you take my brother to the party តើអ្នកអាចជូនបាទបងប្រុសឬក៏បងប្រុសរបស់ខ្ញុំទៅពិធីជប់លៀងបានទេតោះឥឡូវគេដាក់ថា sorry I can't because I might have to do the housework បាទមានតែសំទោសផងខ្ញុំមិនអាចទេពីព្រោះខ្ញុំប្រហែលជាត្រូវធ្វើកិច្ចការផ្ទះអូខេតោះលេខ5លេខ5បាទលេខ5 Can I have half of your sandwich បាទគាត់ចង់សុំនំ sandwich ហ្នឹងពាក់កណ្ដាលអញ្ចឹងគេដាក់មក sorry I can't because I may have to give it to my brother បាទគាត់ថាអត់ទេសំទោសផងខ្ញុំមិនអាចឲ្យបានទេពីព្រោះខ្ញុំប្រហែលជាត្រូវឲ្យវាទៅបងប្រុសរបស់ខ្ញុំបាទទី6 Will you come on holiday with me មានន័យថាគាត់សួរថាមកថ្ងៃតើអ្នកនឹងមកនៅថ្ងៃឈប់សម្រាប់ជាមួយខ្ញុំបានអត់អូខេតោះលេខ6គាត់ថាមិនចម្លើយគេថាសុំទោសផងខ្ញុំមិនអាចទេពីព្រោះខ្ញុំប្រហែលជាត្រូវទៅភ្នំពេញអូខេទី7តើខ្ញុំអាចខ្ចីកង់បាទរបស់អ្នកបានទេតោះចម្លើយ sorry I can សុខស្ដាយផងឬក៏សំទោសផងខ្ញុំមិនអាចឲ្យខ្ចីបានទេពីព្រោះខ្ញុំប្រហែលជាត្រូវឲ្យវាទៅមិត្តភ័ក្តិរបស់ខ្ញុំខ្ចីឈ្មោះតារាអូខេ lend នេះប្រែថាឲ្យខ្ចីណា lend ឲ្យខ្ចីដល់ពេល borrow នេះយើងប្រែថាសុំខ្ចី borrow នេះប្រែសុំខ្ចីទី8តោះទី8គេថា Do you want to play ប៉េតង់ tomorrow តើអ្នកចង់លេងប៉េតង់ទេនៅថ្ងៃស្អែកបាទអញ្ចឹងចម្លើយគាត់ថាម៉េចបងអូនគាត់ថាទេសំទោសឬក៏សោកស្ដាយផងខ្ញុំមិនអាចលេងបានទេពីព្រោះខ្ញុំប្រហែលជាត្រូវបាទវឹកហាត់លេង bull អូខេ practice playing bull ទី9
I'm helping my grandmother prepare food tomorrow. Do you want to help too? បាទអញ្ចឹងគាត់ចង់គាត់ជួយគាត់នឹងជួយលោកយាយរបស់គាត់រៀបចំអាហារនៅថ្ងៃស្អែកតើអ្នកចង់ជួយដែរឬទេបាទអញ្ចឹងចម្លើយគេថាម៉េចបងប្អូនទី9 sorry សោកស្ដាយផងខ្ញុំមិនអាចទេពីព្រោះខ្ញុំប្រហែលជាត្រូវធ្វើកិច្ចការផ្ទះបាទកិច្ចការផ្ទះគ្រូដាក់ឲ្យយ៉ាងជាន់រវល់ហើយលេខ10 Will you make me a coffee please បាទគាត់សុំឲ្យគេនឹងឆុងកាហ្វេឲ្យគាត់មកប៉ែងចុះអ្នកដែលយើងត្រូវយកលេខថាម៉េចនេះលេខ10គេថា Sorry I can't because I might be busy cooking my breakfast ចឹងគាត់ថាទេសោកស្ដាយផងខ្ញុំមិនអាចទេពីព្រោះខ្ញុំប្រហែលជារវល់ចម្អិនអាហារពេលព្រឹកអូខេតោះលេខ11 Will you take a selfie with me តើអ្នកថត selfie ជាមួយខ្ញុំបានអត់អូខេតោះឥឡូវគាត់ថាគាត់លេខយ៉ាងម៉េចគាត់ថាសោកស្ដាយផងខ្ញុំមិនអាចទេពីព្រោះខ្ញុំប្រហែលជាត្រូវ make up មានន័យថាគាត់ត្រូវ make up សិនមានន័យថាគាត់តុបតែងមុខសិនណា make up ហ្នឹងមានតុបតែងមុខផាត់មុខអីចឹងទៅបាទលេខ12 Will you be my friend on Facebook អ្នកអាចធ្វើមិត្តភ័ក្តិជាមួយខ្ញុំតាម Facebook បានអត់បាទអញ្ចឹងគាត់ថាម៉េចបាទសោកស្ដាយផងខ្ញុំមិនអាចទេពីព្រោះខ្ញុំប្រហែលជាមិនមានពេលដើម្បីឆាតជាមួយអ្នកទេបាទ may not have time to chat with you បាទខ្ញុំប្រហែលជាមិនមានពេលដើម្បីបាទជជែកលេងជាមួយអ្នកទេបាទនេះគឺគ្រាន់តែជាចម្លើយគ្រូដាក់ជា sample មានជាគំរូដល់បងអូនឬក៏ជាឧទាហរណ៍ដល់បងអូនអញ្ចឹងបងអូនអាចព្យាយាមរកលេសផ្សេងពីនឹងទៀតបានបាទតោះឥឡូវយើងបន្តទៅចំណុចចុងក្រោយគឺកន្លែងគេ congratulation បងអូនទាំងអស់គ្នាបាទអញ្ចឹងមានន័យថាបងប្អូនបានរៀនចប់នៅមេរៀនទី2ចំណុច C ហើយអញ្ចឹងគេនឹងផ្ដល់នៅការអបអរសាទរដល់បងអូនគឺ congratulation សូមអបអរសាទរបងប្អូនទាំងអស់គ្នាហ្នឹងណា You finish unit 2 បាទបងប្អូនបានរៀនចប់មេរៀនទី2ហើយ You finish unit 2 បាទបងប្អូនបានរៀនចប់មេរៀនទី2ហើយ Tick មានគូសញ្ញាគ្រីសនៅអ្វីដែលបងអូនអាចធ្វើបានឧទាហរណ៍ខ្ញុំអាចប្រើ my could and may to talk about probability បាទ probability អញ្ចឹងបងអូនគូគ្រីសមកមានន័យថាម៉េចគេខ្ញុំអាចប្រើ my could ហើយនឹង may ដើម្បីនិយាយអំពី probability នេះមានន័យថាគឺជាលទ្ធភាពនៃអ្វីមួយដែលនឹងអាចកើតឡើងឬក៏អាចពិតឧទាហរណ៍ដូចបងអូននេះចម្លើយដែលលោកគ្រូផ្ដល់ឲ្យមិញអាហ្នឹងហើយគេប្រើ may my could អីហ្នឹងដើម្បីបង្ហាញពីអាហ្នឹងវាមិនមែនជារឿងពិត 100% ឬក៏នឹងអាចកើតឡើង 100% តែវាបង្ហាញពី probability មានន័យថាលទ្ធភាពដែលនឹងអាចកើតមានឬក៏ដែលនឹងអាចពិតឧទាហរណ៍ថាសោកស្ដាយផងខ្ញុំមិនអាចទេ sorry សោកស្ដាយផងខ្ញុំមិនឬក៏សុំទោសខ្ញុំមិនអាចទេពីព្រោះខ្ញុំប្រហែលជាត្រូវបោកគក់សម្លៀកបំពាក់ណាអាហ្នឹងបង្ហាញពី probability យើងគាត់ថាប្រហែលជាត្រូវបោកគក់សម្លៀកបំពាក់ទេមិនប្រកាសថានឹងកាត់ឡើងពិត 100% ឬក៏យើងនឹងធ្វើត្មងទេបាទហ្នឹងហើយគេហៅថា probability ណាយើងប្រើ my could ហើយនឹង may នៅពេលដែលសកម្មភាពហ្នឹងយើងចង់និយាយអ្វីមួយដែលប្រហែលជានឹងកាត់ឡើងឬក៏ប្រហែលជានឹងពិតនៅពេលអនាគតឬក៏បច្ចុប្បន្នតោះមួយទៀត I can talk about a trip to the zoo ខ្ញុំអាចនិយាយអំពីដំណើរកម្សាន្តទៅសួនសត្វបាទហ្នឹងហើយដំណើរកម្សាន្តទៅសួនសត្វដូចអីយើងទៅសួនសត្វយើងថតរូបយើងទិញវត្ថុអនុស្សាវរីយ៍យើងមើលសត្វនេះសត្វនោះអីចឹងទៅបាទអាហ្នឹងហើយគឺជារបៀបនិយាយអំពីដំណើរកម្សាន្តទៅសួនសត្វអូខេហើយមួយទៀតចុងក្រោយគឺ I can talk what I might be doing at the weekend បាទខ្ញុំអាចនិយាយអំពីអ្វីដែលខ្ញុំប្រហែលជានឹងកំពុងធ្វើនៅឯថ្ងៃចុងសប្តាហ៍បាទអញ្ចឹងគាត់ថាថ្ងៃចុងសប្តាហ៍បងអូនប្រហែលជាធ្វើអីណាបងអូនប្រហែលជាទៅណាបងអូននឹងមានគម្រោងធ្វើអីមួយគឺយើងប្រើ may my ហើយនឹង could នឹងទាំងអស់បង្ហាញពី probability
bà rương ở vậy muối đai ai nâng cạt láng rưỡi co ai nâng bật này về bạch bán rưỡi co là cột bản chân mê riêng ti pí cứ bàn đò tì bệnh chọc hay chụpគ្នានៅវីដេអូក្រោយទៀតនៅមេរៀនទី3អរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូរបស់លោកគ្រូតាំងពីដើមរហូតដល់ចប់